សួស្តីទាំងអស់គ្នាអញ្ចឹងផាត1យើងបានដើរមើលប្រើធ្លាក់នៅក្នុងសាលាជាមួយនឹងដើរថតផ្កាអីផ្សេងៗអញ្ចឹងណាអញ្ចឹងឥឡូវនេះយើងត្រឡប់មកវិញជាមួយនឹងផាត2របស់យើងទាំងអស់គ្នាអញ្ចឹងបើសិនជាអ្នកគេអត់ទាន់មើលផាត1ទេគាត់អាចចុច link ខាងក្រោមបានខ្ញុំតម្លាក់ link នៅខាងក្រោមនឹងឲ្យទាំងអស់គ្នាចូលទៅមើលផាត1វិញក្រោយពីយើងថតរូបថតអីអស់ចិត្តហើយយើងក៏ដើរទៅយកអវ៉ាន់ហើយពេលហ្នឹងក៏លែងធ្លាក់ប្រើដែរធ្លាក់អស់ហើយភ្លៀងក៏ឈប់ប្រើក៏ឈប់ដែរអញ្ចឹងយើងមើលទាំងអស់គ្នាថាតើការយកអវ៉ាន់នឹងទៅតាមថៅប៉ោហ្នឹងគេយកអវ៉ាន់ហ្នឹងគេយករបៀបម៉េចតោះអញ្ចឹងយើងមើលទាំងអស់គ្នាអញ្ចឹងយើងដើរតាមផ្លូវហ្នឹងទៅត្រង់ហើយដល់ផ្លូវមួយនេះយើងបាត់ស្ដាំទៅហើយកន្លែងនេះគេតាមគ្រីស្មាស់យើងដើរមកដល់កន្លែងលក់ផ្លែឈើជីងយួនតបមកយើងចាប់ដើមដើរទៅមុខទៀតទៅត្រង់រហូតយើងនឹងឃើញទ្វារនេះអញ្ចឹងយើងឆ្វេងដៃហ្នឹងសិតតែកន្លែงគេយកអវ៉ាន់ទាំងអស់你是几号窗口啊？3号。我是 A2。嗯。没了吗？对。你4。啊？我在等你手机。啊 ，OK OK。នេះ A 区2号柜អញ្ចឹងយើងត្រូវដើរទៅហោ A2 ហ្នឹង A1 នេះ A2 A2 ខាងនេះ A3 ខាងនេះអញ្ចឹងយើងចូល A2 ហើយគេមាននេះចូលនេះហើយយើងមើលលេខ86 21 54ហីអូខេលោកបើកឲ្យយើងdoneយកបានអីចឹងតបមកដើរទៅតាមផ្លូវមិញវិញដើរទៅតាមផ្លូវផ្សេងព្រោះផ្លូវមិញហ្នឹងវាទៅដមចិត្តជាងគេអញ្ចឹងណាអញ្ចឹងនៅពេលដែលមានអវ៉ាន់មានអីយើងដាក់លេខកូដដាក់ហៅលេខទូហៅលេខអីតាមនឹងដូច process មិនអញ្ចឹងហើយបើនៅសាលារ៉ាន់តានេះខ្លះគេដាក់នៅខាងឆ្វេងដៃនេះឃើញលេខ6លេខ5អីហ្នឹងអត់ពួកអីហ្នឹងអវ៉ាន់ធំគេដាក់ចូលទៅក្នុងទូវត្តចូលអញ្ចឹងទៅគេដាក់នៅក្នុងធ្នើក្នុងឃ្លាំងគេអញ្ចឹងវាមានលេខកូដឲ្យយើងដូចគ្នាប៉ុន្តែឃ្លាំងហ្នឹងម៉ោង6 7អីគេបិទហើយបន្ទាប់មកហ្នឹងក៏នាំគ្នាចូលហាងផ្លែឈើប៉ុន្តែអត់ទិញផ្លែឈើទេទិញថាហ៊ូលូដោយសារឃើញវាតំណងពេកបន្ទាប់មកក៏ចាប់តាមនាំគ្នាហឺហើយនៅក្នុងសាលាអញ្ចឹងធូរថ្លៃជាងនៅក្រៅច្រើនណាស់នៅក្រៅ strawberry 5-10ក្នុងសាលាតែ12ឯងបន្ទាប់មកយើងក៏នាំគ្នារើសយក strawberry អញ្ចឹងណាអញ្ចឹងនៅពេលដែលរើសហើយហ្នឹងក៏យកវាមកខ្ចប់ជាមួយនឹងกระดาษមួយនេះអញ្ចឹងกระดาษហ្នឹងយើងអាចញ៉ាំបានគេហៅវាថា糯米纸ឬមួយក៏អ្នកខ្លះគ្រាន់តែហៅថាមី纸វាធ្វើពីអង្គតណើបយើងអាចញ៉ាំវាបានទេបន្ទាប់មកនៅពេលដែលយើងហុំហើយនឹងខ្ចប់វាហើយហ្នឹងយើងក៏យកទៅគិតលុយហើយនៅពេលដែលគិតលុយហ្នឹងមិត្តភក្តិខ្ញុំគាត់មានលុយกระดาษក្រៅអញ្ចឹងនៅនេះភាគច្រើនក៏គេ scan ដែរមិនភាគច្រើនទេគឺថា99% មកគេ scan តែដោយសារគាត់មានលុយក្រៅគាត់ចង់ចាយលុយក្រៅអស់អញ្ចឹងណាបន្ទាប់មកក៏ឲ្យលុយក្រៅគេទៅអូខេហើយក៏អាប់លុយអាប់អីហើយហ្នឹងយើងក៏បានចេញមកក្រៅដើរទៅដមវិញណា他带皮了他不太好看还我去过带吃过តមកយើងក៏បន្តដំណើរទៅដមរបស់យើងវិញហើយផ
ផ្លូវនេះដើរចេញទៅចំជាមួយនឹងតារាងបាល់ទាត់ហ្នឹងនៅពេលដែលរដូវល្ងារដូវធ្លាក់ព្រិលអញ្ចឹងណាគេយកថង់ផ្លាស្ទិកយកមកគ្របពីលើស្មៅហ្នឹងដើម្បីកុំឲ្យវាខូចស្មៅនេះហើយខ្ញុំស្មានតាហ្នឹងវាជាព្រិលឆ្នាំមុនខ្ញុំឡើងអត់ដឹងថាហ្នឹងវាជាថង់ផ្លាស្ទិកហ្មងពួកអីខ្ញុំអត់សូវដែរមកដើរហាត់ប្រាណនៅហ្នឹងទេបន្តមកទៀតយើងក៏ដើរស្របជាមួយនឹងតារាងបាល់នឹងអញ្ចឹងណាអញ្ចឹងនៅពេលដែលដើរផុតតារាងបាល់នឹងទៅយើងនឹងចេញទៅដល់អគារសិក្សាទី2អញ្ចឹងពេលទៅដល់ផ្លូវនឹងហើយយើងបត់ឆ្វេងនៅពេលដែលបត់ឆ្វេងកន្លែងនេះគឺជា office គ្រូដែលមុនហ្នឹងយើងទៅឈរថតរូបនៅ part 1 ណាយើងឈរថតរូបថតព្រិលអីហ្នឹងអានេះខាងក្រោយខាងស្ដាប់ដៃខ្ញុំនេះអានេះអគារសិក្សាទី3អញ្ចឹងយើងបន្តដំណើរទៅមុខទៀតហួសកន្លែងដែលយើងថតរូបមកយើងបត់ស្ដាំយើងដល់អគារដមរបស់យើងហើយអញ្ចឹងនៅពេលដែលយើងចូលទៅក្នុងដមហ្នឹងអ្នកផ្សេងចូលអត់បានទេអញ្ចឹងយើងត្រូវ scan មុខរបស់យើងអញ្ចឹងបន្ទាប់ពី scan មុខហើយយើងឡើងទៅលើធម្មតាអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេអរគុណទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូមួយនេះយើងជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយ